មានមនុស្សជាច្រើនតែងតែចង់ឲ្យខ្លួនឯងមានក្តីសុខចង់ឲ្យខ្លួនឯងញញឹមចង់ឲ្យខ្លួនឯងរីករាយចង់ឲ្យខ្លួនឯងអត់កើតទុក្ខតែជាក់ស្ដែងទម្លាប់ប្រចាំថ្ងៃគឺអត់បានធ្វើឲ្យខ្លួនឯងមានក្តីសុខទេផ្ទុយទៅវិញថែមទាំងពិបាកចិត្តកើតទុក្ខយំមិនត្រឹមតែបាត់បង់សម្រស់ប៉ះពាល់ទាំងសុខភាពប៉ះពាល់ទាំងសុខភាពផ្លូវចិត្តនៅពេលដែលសុខភាពផ្លូវចិត្តរបស់យើងអត់ល្អសុខភាពផ្លូវកាយរបស់យើងក៏ទ្រុឌទ្រោមទៅតាមនឹងចឹងឥឡូវនេះបងប្អូនទាំងអស់គ្នាមកអនុវត្តវិធីងាយៗសាមញ្ញប្រចាំថ្ងៃតែអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាមានក្តីសុខអាចញញឹមអាចរីករាយចេញពីខាងក្នុងរបស់យើងបានញញឹមឲ្យបានច្រើនសោកឲ្យបានច្រើនសប្បាយចិត្តឲ្យបានរាល់ថ្ងៃព្រោះនៅមានចិត្តមេត្តាផ្ដល់ក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនពេញចិត្តរីករាយនឹងអ្វីដែលខ្លួនកំពុងតែមានមិនកើតចិត្តប្រកាន់ហួងហែងខឹងស្អប់ចងគំនុំជាមួយអ្នកណាទាំងអស់រៀនអត់ទោសឲ្យមនុស្សជុំវិញខ្លួនក៏ដូចជាអត់ទោសឲ្យខ្លួនឯងហើយប្រកាន់ចិត្តមួយថាខ្ញុំមិនប្រាថ្នាគិតចង់ឲ្យគ្រប់គ្នាធ្វើអ្វីដូចតែចិត្តខ្ញុំចង់បានទេប្រវ័នតែបងប្អូនផ្លាស់ប្ដូរការគិតតែប៉ុណ្ណឹងចិត្តរបស់បងប្អូននឹងលែងកើតទុក្ខមួយរំពេចនៅពេលដែលយើងប្រាថ្នាចង់ឲ្យអ្នកណាម្នាក់ធ្វើដូចដែលចិត្តយើងចង់បានគឺជារឿងដែលមិនអាចទៅរួចទេយើងអាចបង្ខំឲ្យព្រះអាទិត្យរះនៅម៉ោង2ឬ3ភ្លឺទេអញ្ចឹងយើងក៏មិនអាចខាត់ព្រះអាទិត្យមិនឲ្យលិចនៅពេលល្ងាចបានដែរអញ្ចឹងយើងត្រូវតែទទួលដឹងថាគ្រប់យ៉ាងមិនអាចដូចដែលចិត្តយើងចង់បានទេរាល់ថ្ងៃគឺសុទ្ធតែជាថ្ងៃដែលបងប្អូនអាចចាប់ផ្ដើមសារឡើងវិញបើមិនសឹមមិញយើងធ្វើមិនទាន់បានល្អថ្ងៃនេះយើងត្រូវតែធ្វើឲ្យបានល្អជាងថ្ងៃមិនសឹមមិញយើងអត់មានក្តីសុខថ្ងៃនេះយើងត្រូវតែមានក្តីសុខថ្ងៃស្អែកយើងត្រូវតែមានក្តីសុខជាងថ្ងៃនេះទៀតឲ្យតែមានការតាំងចិត្តបងប្អូនប្រកាសជាធ្វើបាន